បាទសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាស្វាគមន៍ជាថ្មីសម្រាប់ការសិក្សាតាមប្រព័ន្ធវីដេអូ YouTube ជាមួយលោកគ្រូថ្ងៃនេះដែរលោកគ្រូលើកយកមេរៀនភាសាខ្មែរថ្នាក់ទី5ដែលស្ថិតនៅក្នុងមេរៀនទី4ប្រយោជន៍នៃសារព័ត៌មានហើយខ្លឹមសារដែលយើងត្រូវសិក្សាថ្ងៃនេះបំណិនការពិតនិងមតិអញ្ចឹងនេះជាខ្លឹមសារដែលយើងត្រូវសិក្សានៅថ្ងៃហ្នឹងហើយដោយសារកាលពីវីដេអូមុនយើងពុំមានកិច្ចការផ្ទះធ្វើទេម្ល៉េះហើយថ្ងៃនេះគឺយើងចាប់ផ្ដើមចូលទៅសិក្សាទៅលើមេរៀនថ្មីតែម្ដងអញ្ចឹងទាំងអស់គ្នាយើងបើកសៀវភៅពុម្ពមកត្រង់ទំព័រទី51និង52បាទព្រមទាំងយើងអានឧទាហរណ៍ជាមួយលោកគ្រូណាបាទតោះឥឡូវយើងបន្តទៅសិក្សាខ្លឹមសារតែម្ដងអញ្ចឹងបំណិនការពិតនិងមតិឥឡូវចាប់ផ្ដើមអានជាមួយលោកគ្រូទាំងអស់គ្នាណាចឹងពេលគេនិយាយឬសរសេរគេតែងតែប្រាប់អ្វីដែលជាហេតុការពិតឬសម្ដែងគំនិតយើងហៅថាមតិយោបល់ការតាមការយល់ឃើញរបស់ខ្លួនបាទអញ្ចឹងចូលអានកថាខណ្ឌខាងក្រោមតើរបស់ណាជាការពិតរបស់ណាជាមតិអញ្ចឹងមុននឹងយើងទៅសិក្សាឧទាហរណ៍ទាំងអស់គ្នាយើងមើលរូបភាពតិចសិនអញ្ចឹងរូបភាពនេះគឺបង្ហាញអំពីតុលាការបាទតុលាការយុត្តិធម៌យើងហៅថាតុលាការកាត់ក្តីខ្មែរក្រហមណាបាទឬគេហៅថាសាលាកាត់ក្តីខ្មែរក្រហមបាទអញ្ចឹងឥឡូវយើងបន្តទៅសិក្សាឧទាហរណ៍ជាមួយលោកគ្រូតោះអញ្ចឹងតកតងទៅនឹងឧទាហរណ៍នេះគេចែកចេញជាពីរល្បះតោះនេះយើងទាំងអស់គ្នាដោយល្បះទី1និងល្បះទី2តោះឥឡូវអានល្បះទី1ជាមួយលោកគ្រូទាំងអស់គ្នាសាលាក្តីខ្មែរក្រហមកំពុងបន្តការកាត់ក្តីកាំងកិច្ចអៀវហៅដុចអតីតមេគុកទួលស្លែងនិងឃុំខ្លួនជនជាប់ចោទ4រូបទៀតដែលជាមេដឹកនាំជាន់ខ្ពស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យគឺខៀវសំផនអៀងសារីអៀងធីរិតនិងនួនជាបាទអញ្ចឹងនេះជាល្បះទី1ល្បះទី2ប្រជាជនខ្មែរមួយចំនួនយល់ថាសាលាក្តីខ្មែរក្រហមនេះនឹងផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ជាមិនខានបាទអញ្ចឹងទាំងអស់គ្នាសាកនឹកមើលថាល្បះទី1និងល្បះទី2មួយណាជាការពិតមួយណាជាមតិបាទតោះឥឡូវទៅមើលចម្លើយជាមួយលោកគ្រូអញ្ចឹងល្បះទី1ដែលចាប់ពីសាលាក្តីខ្មែរក្រហមហ្នឹងរហូតទៅដល់នួនជាហ្នឹងគឺជាកថាខណ្ឌមួយឬជាល្បះមួយដែលប្រាប់ពីព្រឹត្តិការណ៍ពិតបាទហ្នឹងជាព្រឹត្តិការណ៍ពិតឬយើងអាចនិយាយបានថាជាហេតុការណ៍ពិតណាបាទដូចគ្នារីឯល្បះទី2ដោយចាប់ពីប្រជាជនខ្មែរមួយចំនួនយល់ថាហ្នឹងពាក្យថាយល់ថាហ្នឹងរហូតដល់ជាមិនខានអញ្ចឹងត្រង់កន្លែងហ្នឹងប្រាប់អំពីមតិឬក៏ការយល់ឃើញរបស់ប្រជាពលរដ្ឋខ្មែរមួយចំនួនទៅលើការកាត់ក្តីនេះអញ្ចឹងត្រង់កន្លែងនេះលោកគ្រូសំបើកវងកញ្ចក់បន្តិចចំពោះកន្លែងមតិយោបល់នេះពេលខ្លះមតិมันអាចសន្មត់ថាវាជាការពិតឬក៏ជាមិនការពិតបានទេអញ្ចឹងកន្លែងហ្នឹងណាពីព្រោះការយល់ឃើញរបស់មនុស្សម្នាក់ឬក៏មនុស្សមួយក្រុមมันអាចសន្និដ្ឋានបានថាជាការពិតឬក៏មិនការពិតបានទេគ្រាន់តែជាការសម្ដែងនៃការមតិតោះនេះចឹងកន្លែងហ្នឹងទាំងអស់គ្នាណាបាទអញ្ចឹងឥឡូវយើងទៅសិក្សាទៅលើបញ្ញត្តិបាទការពិតគឺជាហេតុការណ៍ដែលកើតឡើងពិតប្រាកដដែលអាចបញ្ជាក់អំពីទីកន្លែងពេលវេលាបានបាទចំណែកឯមតិគឺជាការយកឃើញរបស់នរណាម្នាក់ឬមនុស្សមួយក្រុមដោយផ្អែកទៅលើការវិនិច្ឆ័យផ្ទាល់ខ្លួនមតិពុំអាចបញ្ជាក់ថាការពិតឬមិនពិតបានឡើយឃើញទេអញ្ចឹងត្រង់កន្លែងនេះគឺបញ្ជាក់អញ្ចឹងណាมันអាចបញ្ជាក់ថាវាជាការពិតឬក៏មិនពិតបានឡើយអាចនិយាយបានថាការសម្ដែងមតិអ្នកនេះគឺលើកឡើងមកគឺជាការពិតអ្នកនេះគឺមិនការពិតអញ្ចឹងទាមទារឲ្យយើងនឹងធ្វើការវិនិច្ឆ័យមើលថាមួយណាការពិតមួយណាមិនពិតអញ្ចឹងណាបាទអញ្ចឹងបានគេឲ្យយើងរៀនសូត្រឲ្យបានច្រើនបានយើងអាចស្វែងយល់ថាអ្វីជាការពិតអ្វីមិនជាការពិតតោះណាបាទអញ្ចឹងក្រៅពីហ្នឹងយើងទៅសិក្សាទៅលើបាទលំហាត់របស់យើងបាទសំណួរអញ្ចឹងគេថាចូលអានកថាខណ្ឌខាងក្រោមតើរបស់ណាជាព្រឹត្តិការណ៍របស់ណាជាមតិតោះលើទៅអានជាមួយលោកគ្រូទាំងអស់គ្នាករមណីយដ្ឋានធម្មជាតិទឹកធ្លាក់ហោងនៅខេត្តត្បូងឃ្មុំ
នាថ្ងៃទី22ខែកុម្ភៈឆ្នាំ2021ប្រធានមន្ទីរទេសចរខេត្តត្បូងឃ្មុំបានចុះពិនិត្យរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ហោងស្ថិតនៅក្នុងឃុំកំភ័នស្រុកមាមុតខេត្តត្បូងឃ្មុំដើម្បីកែលម្អសោភ័ណភាពឲ្យកាន់តែមានភាពស្រស់ស្អាតជាងមុនទឹកធ្លាក់ហោងគឺជាតំបន់ភ្នំដែលមានរូងថ្មរាប់សិបម៉ែត្រនិងមានល្បាក់ទឹកធ្លាក់ជាច្រើនថ្នាក់ខួបប្រាំងខួបវស្សាធ្វើឲ្យភ្ញៀវទេសចរទាំងអស់យល់ថារមណីយដ្ឋានធម្មជាតិនេះពិតជាមានទេសភាពស្រស់បំព្រងនិងខ្យល់អាកាសបរិសុទ្ធគួរឲ្យចង់មកលេងកម្សាន្តម្ដងហើយម្ដងទៀតដកស្រង់នឹងកែសម្រួលចេញពី Facebook ក្រសួងទេសចរចុះថ្ងៃទី22ខែកុម្ភៈឆ្នាំ2021បាទចឹងនេះគឺជាអត្ថបទមួយដែលនិយាយអំពីរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ហោងនៅខេត្តត្បូងឃ្មុំចឹងទាំងអស់គ្នាយើងមើលថាចាប់ពីត្រង់កន្លែងណាដល់កន្លែងណាជាការពិតឬយើងហៅថាព័ត៌មានណាបាទហើយចាប់ពីកន្លែងណាដល់កន្លែងណាជាមតិបាទចឹងលើកទៀងទាត់ជាមួយលោកគ្រូទាំងអស់គ្នាបាទចឹងការពិតគឺត្បូងចាប់ពីត្បូងឃ្មុំនៅថ្ងៃទី22រហូតដល់កន្លែងស្រស់ស្អាតជាងមុននឹងជាការពិតឬក៏ព្រឹត្តិការណ៍ពិតចំណែកឯមតិគឺទឹកធ្លាក់ហោងរហូតដល់កន្លែងម្ដងទៀតបាទតោះនេះទាំងអស់គ្នាអូខេអញ្ចឹងក្រៅពីហ្នឹងយើងនៅមានកិច្ចការផ្ទះបាទនេះគឺជាកិច្ចការផ្ទះដែលគ្រូបានដាក់ឲ្យនៅធ្វើនៅថ្ងៃនេះណាបាទអញ្ចឹងតកតងជាមួយមេរៀនទាំងអស់គ្នាមានចម្ងល់អីយើងអាចសាកសួរព័ត៌មានលោកគ្រូបាននៅក្នុងវីដេអូខាងក្រោមអញ្ចឹងលោកគ្រូសូមបញ្ចប់មេរៀនតែប៉ុណ្្នឹងអរគុណច្រើនទាំងអស់គ្នាសម្រាប់ការខិតខំប្រឹងប្រែងរៀនណាបាទអញ្ចឹងអរគុណសូមជម្រាបលា